นรชนนาฉลาดเวียงไวขนมกิจการนะกูตั้งนรชนนุเอาจัดแจงการนุนรชนได้เหมือนทลบประสบกิจการเตก็ใบเจ็ดดังสาวิจีก็รแมนធ្វើការមិនដិតដល់ដែរនរជនណាមិនមានប្រាជ្ញាខ្លួនឯងសាស្ត្រវិទ្យានឹងធ្វើអ្វីដល់ជននោះកើតនរជនខ្វាក់ភ្នែកទាំងសងខាងកញ្ចក់នឹងធ្វើប្រយោជន៍អ្វីឲ្យដល់នរជននោះបានដោយពិតនរជនអប្អិតប្រាជ្ញាសូម្បីប្រារព្ធធ្វើការតូចតាចតែងសម្ដែងអាការៈលេះលោះឯអ្នកមានប្រាជ្ញាសូម្បីប្រារព្ធធ្វើការងារធំៗក៏នៅនឹងថ្កល់ដូចថ្មមិនសម្ដែងអាការៈលេះលោះឡើយសេចក្តីសោកសៅទម្លាយបងនៅសេចក្តីរីករាយសរតកាលទម្លាយបងនៅសោភាក្នុងរដូវក្តៅព្រះអាទិត្យទម្លាយបងនៅភាពងងឹតការមិនតបគុណទម្លាយបងនៅសេចក្តីល្អការបានធ្វើអ្វីមួយជាទីស្រឡាញ់ទម្លាយបងនៅការខូចចិត្តនយោបាយល្អទម្លាយបងនៅការវិបត្តិនយោបាយមិនល្អទម្លាយបងនៅសេរីសួស្តីដែលខ្លួនបានហើយសេចក្តីពិតសភាពនៃនរជនណាដោយម្ដេចនរជននោះមិនអាចប្រព្រឹត្តកន្លងសភាពខ្លួនបានឡើយបើលើកឲ្យសុណក់ជាតិឲ្យធ្វើជាស្ដេចវានឹងមិនអង្គៀមទ្រនាប់ស្បែកជើងឬអ្វីនរជនណាលះបង់ចោលពួកបកខ្លួនហើយត្រេកអរចូលដៃនឹងបរៈបកគឺជនបរទេសជាសត្រូវវិញនរជននោះជាមនុស្សល្ងង់ត្រូវបរៈបកសម្រាប់ចោលមកសៀតមិនខានឡើយពិភពលោកនេះមានតែការបែកធ្លាយដូចជាការឃ្លីងឃ្លោងនៃរលកទឹកដែលខ្យល់បោករំលាយហើយក៏លះបង់ជីវិតដើម្បីប្រយោជន៍ដល់ជនរួមឈាមជាមួយឈ្មោះថាប្រកបកិច្ចការជាបុណ្យអ្នកប្រាជ្ញក៏បីលះបង់នៅទ្រព្យផងនៅជីវិតផងដើម្បីជាប្រយោជន៍ដល់ជាតិថាបើសេចក្តីស្លាប់ជាធម៌ទៀងគួរលះបង់អត្តភាពខ្លួនទៅប្រសើរវីរៈបុរសជាតិអ្នកចម្បាំងដែលសត្រូវឡោមព័ទ្ធជាប់ហើយគេបំណងប្រហារជីវិតបងក្នុងទីណាក៏ដោយមិនតក់ស្លុតលះបង់ឋានៈជាកូនប្រុសនឹងបានទៅដល់អមរៈលោកមេគោសម្រាលកូនគោសុទ្ធសឹងតែមានទ្រង់ទ្រាយដូចមេគោដោយច្រើនរីមេគោបង្កើតកូនបានជាម្ចាស់គោមានស្នែងស្ងើនដល់ដងខ្លួនកម្រមានណាស់ម្ចាស់ណាគិតតែខ្លួនឯងម្នាក់ឥតពិចារណាកាយទ្រនុងមិនដឹងឧបការៈគុណគេម្ចាស់នោះត្រូវអ្នកបម្រើដែលប្រសើរលះបង់ចោលទាហានណាឡើងសេះចូលប្រយុទ្ធសូម្បីទេវតាក៏លំបាកនឹងយកឈ្នះទាហាននោះបានពួកសត្រូវបើទុកជានៅឆ្ងាយក៏ទុកដូចជាធ្លាក់មកនៅក្នុងកណ្ដាប់ដៃស្រេចទៅហើយមនុស្សក្នុងលោកចូលទៅច្បាំងដោយក្លាហានព្រោះចង់បានកិត្តិយសពីម្ចាស់របស់ខ្លួនមិនមែនចង់បានរង្វាន់គឺទ្រព្យទេថាបើបុគ្គលក៏បីបាននៅកិត្តិយសដែលទៀងទាត់មិនមានមន្ទិលគឺការបរិច្ចាគកាយដែលផ្ទុកដោយគ្រឿងមន្ទិលសៅម៉ងស្មោកគ្រោកមិនទៀងទាត់នោះបានបើដូច្នោះតើបុគ្គលនឹងមិនក៏បីបាននៅគុណធម៌ឬកិត្តិយសនោះឬអ្វីស្លាប់ហើយបានកើតក្នុងឋានសួគ៌មួយសម្រាប់សត្រូវហើយបានសេចក្តីសុខមួយធម៌ពីរប្រការនេះឯងជាធម៌មានគុណប្រសើរបំផុតគេធ្វើបានដោយកម្រក្រៃលែងមានតែបុរសមានចិត្តល្អនិងឃ្លាវខ្លាទេទើបអាចធ្វើបានការស្លាប់និងការកើតវិញជាធម៌ទៀងពិតប្រាកដ
ហេតុនេះនរជនជាអ្នកប្រាជ្ញគប្បីលះបង់នៅទ្រព្យផងនៅជីវិតផងដើម្បីការពារមាតុប្រទេសជាប្រយោជន៍ដល់ប្រជាជនជាជាតិរួមឈាមនរជនណាក៏ដោយសូម្បីលិចលង់ក្នុងកណ្ដាលសមុទ្រឬធ្លាក់ពីលើភ្នំឬក៏ត្រូវនាគពុះចឹកបើមិនទាន់ដល់កាលស្លាប់ទេអាយុនៃនរជននោះនៅតែថែរក្សាជីវិតឥន្ទ្រីឲ្យរស់នៅតទៅបានមនុស្សលោកសំបីត្រូវស100ផ្លែបើមិនទាន់ដល់កាលក៏មិនស្លាប់តែបើដល់កាលមរណៈហើយសពបើមុតដោយស្បូវភ្លៀងបន្តិចឬធ្លាក់ពីលើខ្នើយកោយក៏ស្លាប់ដែរវត្ថុណាមួយមិនមានគេថែរក្សាតែបើមានបុណ្យជួយថែរក្សាក៏អាចរស់នៅឬតាំងនៅបានវត្ថុណាមួយដែលគេថែរក្សាប្រយ័ត្នប្រយែងតែបុណ្យវាសនាមិនជួយថែរក្សាផងក៏វិនិច្ឆ័យអន្តរាយទៅបានប្រៀបដូចទុរជនដែលគេបោះបង់ចោលក្នុងកណ្ដាលព្រៃជ្រៅក៏គង់មានជីវិតរស់នៅបានឯនរជនគេថែរក្សាដោយប្រយ័ត្នប្រយែងទុកក្នុងប្រាសាទឬក្នុងរូងថ្មក៏អាចស្លាប់ទៅបានដែរជនក្លេវខ្លាតែងបានទ្រព្យជនបរិភោគអាហាររលួយងាយតែងមិនមានរោគជនមិនមានរោគតែងបានសេចក្តីសុខជនមានព្យាយាមតែងបានដល់ត្រើយនៃវិជ្ជាជនមានវិន័យតែងបានសេចក្តីចម្រើនទ្រព្យសម្បត្តិនិងយសស័ក្តិទាហានអ្នកចម្បាំងមានវិន័យល្អព្រមព្រៀងគ្នាមានទឹកចិត្តដាច់ខាតសុទ្ធតែជាវីរៈយោធាសូម្បីតែ500នាក់ក៏អាចសម្លាប់ទ័ពសត្រូវបានរាប់ពាន់នាក់ដែរកងទ័ពមានចំនួនតិចតែសុទ្ធសឹងវិញ្ញូជនទើបប្រសើរកងទ័ពមានចំនួនច្រើនតែសុទ្ធតែយោធាអស់ជំរឿសមិនល្អទេព្រោះយោធាអស់ជំរឿសបណ្ដោយឲ្យចាញ់ងាយហើយនាំឲ្យទាហានវិញ្ញូជនយកជ័យថែមទៀតផងអ្នកប្រាជ្ញគប្បីលះបង់ទ្រព្យផងជីវិតផងជាការពលិកម្មដើម្បីការពារជាតិការបរិច្ចាគជីវិតក្នុងអំពើល្អបែបនេះជាកិត្តិយសប្រសើរណាស់បើសេចក្តីកើតនិងសេចក្តីស្លាប់ជាធម៌ទៀងអ្នកប្រាជ្ញពោលថាបន្ទាយដែលមានសេចក្តីអន្តរាយគឺបន្ទាយមិនមាំទាំតស៊ូយូរមិនបានតូចពេកមេបញ្ជាការល្ងងឬគំរក់ការពារមិនបានមានតែយោធាកំឡាចក្រពើដ៏ហៅហានពន្លកបើចេញផុតពីទឹកហើយក៏អន់អំណាចសីហៈសំបីសាហាវយងខ្នងបើចេញផុតពីព្រៃហើយដូចគ្នានឹងសត្វចចកបណ្ដាទីទាំងឡាយមានស្ទឹងព្រៃភ្នំបន្ទាយជាដើមទីណាមានភ័យសេនីយ៍ត្រូវលើកកងពលយាត្រាទ័ពទៅទីនោះសេនាបតីព្រមទាំងមេកងពលក្លាហានត្រូវដើរទៅមុខទ័ពត្រូវដាក់ស្ត្រីម្ចាស់ផែនដីឃ្លាំងនិងពលដែលកម្លាំងខ្សោយនៅកណ្ដាលទ័ពត្រូវដាក់កងទ័ពសេះនៅស្លាបទ័ពទាំងសងខាងនៅខាងទ័ពសេះត្រូវដាក់ពលរដ្ឋនៅសងខាងពលរដ្ឋត្រូវដាក់ពលដំរីនៅសងខាងពលដំរីត្រូវដាក់ពលថ្មើរជើងសេនាបតីត្រូវដើរនៅខាងក្រោយទ័ពដើម្បីកម្លាំងទឹកចិត្តកងពលដែលអន់ថយឲ្យក្លាហានព្រះរាជាចោមរោងដោយមន្ត្រីជាទីប្រឹក្សានិងវីរៈយោធាទ្រង់ជាអគ្គបញ្ជាការកងទ័ពត្រូវយាត្រាទ័ពចូលទៅក្នុងទីមិនរាបស្មើនិងភ្នំក្រំថ្មដោយកងទ័ពដំរីក្នុងទីវាលដោយកងទ័ពសេះក្នុងទីទឹកដោយកងទ័ពជើងទឹកក្នុងទីទាំងពួងដោយកងទ័ពថ្មើរជើង